ជ្រក់ជើងមាន់មួយឆ្នាំងនេះបងប្អូនធ្វើឲ្យហត់ក្តៅគឺជាតិមែនទែននិយាយពីវិធីធ្វើវិញគឺគ្មានអីស្មុគស្មាញច្រើនទេបងប្អូនគឺងាយស្រួលធ្វើណាប៉ុន្តែប៉ុណ្ណោះចំណាយលុយអស់តិចហើយបានម្ហូបឡើងមួយឆ្នាំងញ៉ាំក្នុងក្រុមគ្រួសាររបស់យើងទៀតផងគ្រឿងក្រៅហ្នឹងគឺអត់មានអីស្មុគស្មាញច្រើនទេគឺយើងមានតែជើងមាន់1គីឡូមកបងប្អូនជើងមាន់នេះមិនមែនថាតម្រូវឲ្យបងប្អូនដាក់1គីឡូអីទេយើងអាចទិញកន្លះគីឡូឬក៏បន្តិចបន្តួចអីក៏បានដែរទៅតាមចំណង់ចំណូលចិត្តរបស់យើងឬក៏ថវិកាដែលយើងមានអញ្ចឹងណាបងប្អូនហើយជើងមាន់នេះដែរមុននឹងយើងយកទៅស្លគឺយើងត្រូវលាងសម្អាតវាឲ្យបានស្អាតជាមួយនឹងអំបិលជាមុនសិនដើម្បីឲ្យវាកាត់ឆ្អាបកាត់ក្លិនអាក្រក់នឹងឲ្យវាអស់អញ្ចឹងណាបងប្អូនហើយពេលដែលយើងយកទៅស្លទៅគឺវាមានរសជាតិឆ្ងាញ់ជើងមាន់នេះដែរគឺនាងខ្ញុំលាងសម្អាតជាមួយនឹងអំបិលម្ដងមួយរហូតទាល់តែអស់ណាបងប្អូនហើយនៅពេលដែលយើងលាងហ្នឹងគឺយើងត្រូវយកអំបិលដុសរុះវាឲ្យសព្វជ្រុងជ្រោយអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងលាងជើងមាន់ជាមួយនឹងអំបិលរួចម្ដងហើយគឺយើងត្រូវលាងជាមួយនឹងទឹក2 3ទឹកទៀតទៅណាបងប្អូនហើយជើងមាន់ហ្នឹងគឺវាកាត់ជាតិប្រៃហើយនឹងក្លិនឆ្អាបបានល្អបន្ទាប់ពីលាងជើងមាន់បានស្អាតល្អហើយគឺយើងដាក់នៅកញ្ច្រែងសម្រាប់ទុកម្លែកសិនក្រៅពីជើងមាន់ខ្ញុំក៏មានជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចគ្នាដែលគ្រឿងផ្សំទាំងនេះគឺមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងខ្ទឹមសខ្ទឹមក្រហមខ្ញីជីរណាស្លឹកខ្ទឹមហើយនិងជីនាងវងគ្រឿងក្រៅគឺមានតែប៉ុណ្្នឹងដូចដែលនេះខ្ញុំបង្ហាញជូនបងប្អូននេះណាបងប្អូនសម្រាប់គ្រឿងផ្សំទាំងអស់នេះគឺយើងត្រូវធ្វើការហាន់វាជាចំណិតស្ដើងឬក៏តូចល្មមរំដេងហើយនិងខ្ញីគឺខ្ញុំហាន់ជាចំណិតស្ដើងបែបនេះធំអញ្ចឹងណាបងប្អូនព្រោះការស្ងោរជ្រក់ហ្នឹងគឺយើងហាន់រំដេងនិងខ្ញីបែបនេះទៅវាទំនងមើលទៅគួរឲ្យចង់ញ៉ាំសម្រាប់បងប្អូនចង់កាត់វាជាដុំធំហើយដំវាឲ្យបែកក៏បានទៅតាមចំណង់ចំណូលចិត្តរំដេងគឺខ្ញុំប្រើបរិមាណប្រហែលជា20ក្រាមហើយចំណែកឯខ្ញីគឺ30ក្រាមបងប្អូនហើយបន្ទាប់ពីហាន់រំដេងនិងខ្ញីរួចហើយគឺខ្ញុំហាន់ជាមួយនឹងគល់ស្លឹកគ្រៃនេះដែរគឺខ្ញុំប្រើចំនួន4គល់ធំល្មមចំពោះគល់ស្លឹកគ្រៃគឺខ្ញុំហាន់ជាប្រឆិតចនិតសក់ណាបងប្អូនសម្រាប់បងប្អូនចង់ហាន់ជាកំណាត់វែងហើយដំវាឲ្យបែកក៏បានតែដើម្បីធ្វើស្ងោរជ្រក់ជើងមាន់ឲ្យត្រូវក្បួនហើយញ៉ាំទៅគឺឆ្ងាញ់គឺនាងខ្ញុំហាន់បែបនេះណាបងប្អូនប៉ុន្តែបើសិនជាយើងស្ងោរជ្រក់មួយបែបទៀតគឺអានឹងគឺយើងហាន់វាវែងដំវាឲ្យបែកចឹងណាសម្រាប់ខ្ទឹមក្រហមគឺខ្ញុំប្រើ3ដុំធំល្មមទម្ងន់ប្រហែលជា30ក្រាមបងប្អូនខ្ទឹមក្រហមយើងបកសំបកលាងទឹកឲ្យស្អាតទៅហើយមួយដុំហ្នឹងគឺខ្ញុំកាត់ជា4ជ្រុងណាបងប្អូនហើយបន្ទាប់មកគឺខ្ញុំដំជាមួយនឹងខ្ទឹមសនេះដែរគឺយើងមិនចាំបាច់ចិញ្ច្រាំអីទេយើងគ្រាន់តែដំវាបែកទៅហើយបកសំបកវាចេញទៅបានហើយបងប្អូនពោះខ្ទឹមសនេះដែរគឺខ្ញុំប្រើប្រហែលជា4-5កាពឹសណាបងប្អូនមើលតែយើងរៀបចំគ្រឿងក្រៅរួចអស់ហើយគឺខ្ញុំទុកម្លែកសិនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមងាកមកកាត់ជាមួយនឹងជើងមាន់នេះគឺខ្ញុំបានកាត់កញ្ចក់វាមុននឹងលាងទឹកសម្អាតណាបងប្អូនហើយពេលដែលយើងលាងសម្អាតបានស្អាតហើយយើងសម្រោះទឹកទុកឲ្យស្រស់ល្អចាំយើងយកមកកាត់វាជាដុំខ្លីៗបែបនេះទឹកមាន់ដើម្បីឲ្យងាយស្រួលញ៉ាំនៅពេលដែលវាឆ្អិនទៅណាបងប្អូនគឺបងប្អូនកុំភ្លេចពុះនៅចំកណ្ដាលជើងបែបនេះឲ្យវារាងបែកបន្តិចទៅណាបងប្អូនដើម្បីងាយស្រួលញ៉ាំហើយកន្លែងណាដែលមើលទៅវារាងអត់សូវស្អាតគឺបងប្អូនកាត់វាចោលទៅណាបងប្អូនមិនចាំបាច់ទុកទេទីណាមួយនៅពេលដែលយើងពុះវាជា2កំណាត់អីចឹងទៅគឺយើងស្លទៅវាបានច្រើនផងណាបងប្អូនឡងពេលដែលខ្ញុំកាត់ជើងមាន់ហ្នឹងគឺខ្ញុំបានដាក់ដាំទឹកទុកចោលដែរទៅពេលដែលខ្ញុំកាត់ជើងមាន់រួចហើយគឺទឹកដែលខ្ញុំដាំចោលហ្នឹងក៏ពុះល្មមយើងអាចយកគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងខ្ទឹមសខ្ទឹមក្រហមយកមកដាក់ចូលតែម្ដងបានហើយបន្ទាប់មកគឺយើងបន្ថែមអំបិលចូលមួយចេបរួចដាក់ដាំទឹកហ្នឹងទុកឲ្យពុះម្ដងទៀតបន្ទាប់ពីទឹកពុះម្ដងទៀតហើយក្លិនស្លឹកគ្រៃស្លឹកក្រូចដែលយើងបានបង់មុនហ្នឹងគឺវាឡើងឈ្ងុយល្អដែរយ៉ាងហើយគឺយើងអាចដាក់ជាមួយនឹងជើងមាន់ចូលបានតែម្ដងណាបងប្អូនទៅពេលដែលបងប្អូនបង់ជើងមាន់ចូលហ្នឹងគឺយើងដាក់ចូលម្ដងបន្តិចណាកុំតន់ដាក់ចូលទាំងអស់តែម្ដងបើយើងដាក់ចូលទាំងអស់តែម្ដងធ្វើឲ្យសម្លរបស់យើងហ្នឹងគឺមានក្លិនឆ្អាបតែបើសិនជាបងប្អូនដាក់ចូលម្ដងបន្តិចចឹងទៅគឺជើងមាន់របស់យើងពេលដែលស្ងោរទៅគឺអត់មានក្លិនឆ្អាបទេទៅពេលដែលយើងដាក់ជើងមាន់ចូលហើយគឺយើងរំងាស់ទុកចោលម្ល៉េះសិនដោយមិនចាំបាច់បិទគម្របឆ្នាំងទេបងប្អូន
បន្ទាប់មកគឺខ្ញុំចាប់ផ្ដើមងាកមកបុកជាមួយនឹងខ្ទឹមក្រហមហើយនិងម្ទេសដៃនាងចាយើងបុកគ្រឿងពីរនេះបងប្អូនទុកបង់នៅចុងក្រោយគេនៅពេលដែលសម្លយើងរៀបនឹងឆ្អិនខ្ទឹមក្រហមគឺខ្ញុំប្រើប្រហែលជា20ក្រាមហើយចំណែកឯម្ទេសគឺប្រហែលជា30ក្រាមបងប្អូនបើគិតទៅម្ទេសប្រហែលជាជាង10គ្រាប់បងប្អូនហើយម្ទេសដៃនាងគឺហឹរគួរសមដែរណាប៉ុន្តែបើបងប្អូនមិនចូលចិត្តហឹរទេយើងដាក់តែមួយគ្រាប់ពីរគ្រាប់អីទៅប៉ុន្តែវាអត់សូវល្អមើលអញ្ចឹងណាតែបើបងប្អូនអត់ចូលចិត្តហឹរទេយើងអាចប្រើជាម្ទេសហាវ៉ៃឬក៏ម្ទេសផ្លោកក្រហមជំនួសបានដើម្បីដាក់ទៅឲ្យសម្លរបស់យើងនឹងវាមានភាពទាក់ទាញគួរឲ្យចង់ញ៉ាំបន្តិចណាម្ទេសហើយនឹងខ្ទឹមក្រហមនេះយើងគ្រាន់តែបុកវាឲ្យបែកបន្តិចបានហើយលេចមកមើលសម្លរបស់យើងវិញហ្នឹងគឺវារាងមានពពុះបែបនេះអញ្ចឹងយើងស្រង់វាចេញមកណាបងប្អូនដើម្បីឲ្យសម្លរបស់យើងនឹងគឺមានទឹកថ្លាល្អហើយនឹងគ្មានក្លិនឆ្អាបចាបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងដុំស៊ុបមាន់ចំនួន1ដុំកន្លះស្លាបព្រាបាយចំពោះស្ករនេះដែរគឺខ្ញុំដាក់ដើម្បីឲ្យសម្លរបស់យើងនឹងវាមានរសជាតិជូរអែមហើយនឹងប៊ីចេងឬក៏ម្សៅស៊ុបបងប្អូនកន្លះស្លាបព្រាបាយដែរក៏ដូចជាម្សៅរ៉ុតឌីចំនួន1ចុងស្លាបព្រាបាយដោយសារតែខ្ញុំប្រើដុំស៊ុបហើយអញ្ចឹងខ្ញុំដាក់រ៉ុតឌីតែបន្តិចទេខាញ់លោវាប្រៃអញ្ចឹងណាបងប្អូនបើសិនជាយើងភ្លក់ទៅវារាងស្ទើរអីចាំយើងថែមតាមក្រោយមើលតែយើងដាក់គ្រឿងក្រៅរួចអស់ហើយគឺយើងរំងាស់ទុកចោលមួយសន្ទុះសិនដើម្បីឲ្យគ្រឿងនេះវាចាប់ជាតិគ្នាបានល្អជាមួយនឹងជើងមាន់បន្ទាប់មកគឺខ្ញុំងាកមករៀបចំហាន់ជាមួយនឹងជីដូចជាជីរណាហើយនិងស្លឹកខ្ទឹមបងប្អូនចំពោះជីរណាហើយនិងស្លឹកខ្ទឹមនេះដែរគឺខ្ញុំកាត់វាជាកង់វែងឲ្យវាត្រូវទៅតាមក្បួនខ្នាតដែលយើងស្ងោរអញ្ចឹងណាបងប្អូនស្ងោរជ្រក់ជើងមាន់នេះគឺត្រូវគ្នាជាមួយនឹងម្ជូរក្រូចឆ្មាណាបងប្អូនដាក់ទៅបានវាត្រូវក្រួចគ្នាញ៉ាំទៅគឺឈ្ងុយក្លិនក្រូចឆ្មាហើយគឺឆ្ងាញ់មែនទែនបើសិនជាស្ងោរជ្រក់មួយប្រភេទទៀតគឺវាត្រូវគ្នាជាមួយនឹងម្ជូរអំពិលទុំឬមួយក៏ម្ជូរកសាំងណាតែស្ងោរជ្រក់របៀបអញ្ចេះគឺវាត្រូវគ្នាជាមួយនឹងក្រូចឆ្មាវិញបងប្អូនមើលតែជើងមាន់ស្ងោរបានចាប់គ្រឿងហើយនឹងផុយល្អហើយគឺខ្ញុំបង់ជាមួយនឹងម្ទេសហើយនឹងខ្ទឹមក្រហមដែលយើងបានបុកមុននេះហើយយើងដួសដាក់ចូលទាំងអស់តែម្ដងមកហើយរំងាស់វាទៅមួយផ្លេតទៅមើលទៅម្ទេសរាងចាញ់ជាតិហឹរបន្តិចហើយបងប្អូនកុំភ្លេចភ្លក់មើលផងបើសិនជារសជាតិត្រូវមាត់យើងហើយយើងអាចបង់ជាមួយនឹងជីចូលតែម្ដងមកចាជីហ្នឹងគឺយើងមានជីរណាស្លឹកខ្ទឹមហើយនឹងជីនាងវងបងប្អូនយើងដាក់ចូលទាំងអស់មកបងប្អូនចំពោះជីហ្នឹងគឺយើងប្រើឲ្យរាងច្រើនបន្តិចដើម្បីធ្វើជាបន្លែផងការក្រោយពីបង់ស្លឹកជីចូលហើយគឺយើងច្បាច់ជាមួយនឹងក្រូចឆ្មាចូលពី3ចំណិតមកណាចំពោះក្រូចឆ្មានេះមិនតម្រូវថាឲ្យយើងដាក់តិចឬក៏ច្រើនអីទេតែបើសិនជាបងប្អូនចូលចិត្តជូរយើងដាក់3-4ចំណិតទៅហើយបើមិនសូវចូលចិត្តជូរទេបងប្អូនដាក់តាមមួយចំណិត2ចំណិតអីទៅបានហើយប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបជូរលះបងប្អូនគឺខ្ញុំដាក់2ផ្លែទៅនឹងសម្លរបស់យើងបែបជូរប្រៃផ្អែមអញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺខ្ញុំដាក់2ផ្លែហើយជាក្រូចឆ្មាខ្មែរអញ្ចឹងដោយសារតែក្រូចឆ្មាខ្មែរវារាងទូចល្មមដែរវាមិនសូវជាធំប្រហែលហើយក៏រសជាតិរបស់វាគឺជូរហើយវាមានក្លិនឈ្ងុយក្រូចឆ្មាល្អទៀតផងចំពោះស្ងោរជ្រក់មួយឆ្នាំងនេះគឺខ្ញុំចាយលុយអស់តែ12000រៀលហើយនិយាយពីថាធ្វើទៅគឺបានសម្លឡើងមួយឆ្នាំងនិយាយពីរសជាតិគឺជូរហឹរលះញ៉ាំទៅគឺជ្រះមាត់ឆ្ងាញ់ណាបងប្អូនការធ្វើវិញគឺងាយស្រួលហើយធ្វើលឿនណាបងប្អូនតែ20នាទីអីគឺធ្វើបានញ៉ាំណាចាជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយខ្ញុំសូមជូនពរឲ្យបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាចាអរគុណច្រើននិងសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ